បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះទំនេរពីការងារក៏ឆ្លៀតពេលទៅមើលដំណាំតាគាត់ដាំនៅជិតផ្ទះអញ្ចឹងណាបងប្អូនទំនេរពេកនៅផ្ទះវាក្តៅអញ្ចឹងហើយក៏បានរៀបចំខ្លួនពីមកពីអីចេញដំណើរទៅមើលដំណាំគាត់នៅជិតផ្ទះហ្នឹងមានគាត់ដាំច្រើនបងប្អូនបានគាត់ដាំបែបដាំផ្កាយើងសម្រាប់លក់ថ្ងៃសិលអញ្ចឹងបងដាំផ្កាផងលហុងដើមចេកស្វាយហ្នឹងហើយបងប្អូនបន្តិចទៀតខ្ញុំចេញដំណើរទៅអញ្ចឹងដើរទៅប្រហែលជានៅជិតផ្ទះដែរបងប្អូនបាទអបសុកពេកនៅផ្ទះថ្លង់គេកាត់ឈើនៅជិតផ្ទះបងប្អូនណាមួយធ្វើពីលោអីពិបាកបន្តិចហ្នឹងពិបាកបងប្អូនស្ដាប់អញ្ចឹងអានេះកំពុងរៀបរោបចងទ្វារបាទទ្វារក៏មិនទាន់បានធ្វើដែរបងប្អូនចងខ្សែបិទចិត្តឆ្កែខ្លាច់ឆ្កែកាត់ចូលអូអ្វីអាវ៉ាន់អញ្ចឹងណាបងប្អូនហ្នឹងហើយបងប្អូនវីដេអូនេះក៏ធ្វើលេងទេបងប្អូនអបសុកពេកក៏បានធ្វើថតពីដំណាំកន្លែងតាគាត់ដាំអញ្ចឹងគាត់ដាំមានផ្កាមានលហុងមានស្វាយអីគាត់ដាំល្អរបស់គាត់ដែរបងប្អូនតែខ្ញុំបានអ្នកដាំទេបាទគ្រាន់តែថតឲ្យបងប្អូនមើលទេខ្ញុំសប្ងៃក៏ធ្វើការអត់បានជួយដាំជួយអីគាត់ទេតំនេពេលខ្លះក៏ជួយស្រោចទឹកស្អីគាត់បន្តិចតួចដែរបងប្អូនបាទនេះជាផ្លែលហុងបាទលហុងដល់កហើយបងប្អូនផ្លែមួយដើមទាំងស្វិតអស់ហើយអានេះផ្កាអត់ដឹងផ្កាអីអត់ធ្វើឈ្មោះដែរបងប្អូនណាស្គាល់ជួយប្រាប់ផងនេះកន្លែងគាត់ដាំផ្កាដាំអីចឹងបងប្អូនល្អពងពេញកើតនៅចូលឆ្នាំនេះគាត់ចាប់ដើមមួយគាត់កំងកាត់លក់ឲ្យគេចឹងបាទល្អបងប្អូនផ្កាអត់ដឹងផ្កាអីដែរតែស្អាតណាស់ផ្កានេះគាត់មានដាំច្រើនដែរបងប្អូនល្អខ្ញុំឃើញវាស្អាតក៏ថតបងប្អូនមើលអញ្ចឹងបងប្អូនវាមើលទៅស្អាតទេសភាពទំនងអាចថតបានហ្នឹងបាទផ្លែស្វាយផ្លែកទួតក៏ដាំច្រើនបាទតែវីដេអូមានតែប៉ុណ្្នឹងទេបាទបងប្អូនបាយបាយរៀបលាបងប្អូនគ្នា